ចូលដំណាក់កាលស៊ើបសួរហើយតំណាងអញ្ញការបានសម្រេចបើកការស៊ើបសួរតាមនីតិវិធីលើបុគ្គលឆេងភិរុននិងបពពួកម្នាក់ទៀតក្នុងសំណុំរឿងហិង្សាលើបរិសម្នាក់នៅខណ្ឌបឹងកេងកងយើងតាមការបញ្ជាក់របស់លោកឆាយហុងព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យតំណាងអញ្ញការអមសាលាដំបងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី25ខែសីហាឆ្នាំ2026ជនត្រូវចោទឆេងភិរុនត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា218ចំណុចទី2និងចំណុចទី3នៃក្រមព្រហ្មទណ្ឌចំណែកបពុម្នាក់ទៀតឈ្មោះជាសានចាំងត្រូវបានចោទប្រកាន់ពីបទផ្ដាំគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា28និងមាត្រា218ចំណុចទី2និងចំណុចទី3នៃក្រមព្រហ្មទណ្ឌករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ2រំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី23ខែសីហាឆ្នាំ2026នៅក្នុងហាងផឹកស៊ីមួយដែលស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញតាមព័ត៌មានដែលបានបញ្ជាក់ថាបុរស2នាក់បានកើតមានចំនួនហើយបានប្រើកែវវាយប្រហារទៅលើបុរសម្នាក់ទៀតបណ្ដាលឲ្យជនរងគ្រោះរងរបួសនៅត្រង់ក្បាលបន្ទាប់ពីបង្កហេតុជនសង្ស័យទាំងពីរនាក់បានរត់គេចខ្លួនបាត់ចេញពីកន្លែងកើតហេតុបន្ទាប់ពីកើតហេតុជនសង្ស័យឈ្មោះឆេងភិរុនត្រូវបានរាយការណ៍ថាបានរត់គេចខ្លួនទៅដល់ប្រទេសវៀតណាមនៅយប់ថ្ងៃទី23ខែសីហាឆ្នាំ2026នោះដែរឯកឧត្តមអភិសន្តិបណ្ឌិតសសុខាប្រមុខដឹកនាំក្រសួងមហាផ្ទៃបានចេញសារតាមបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកដោយប្រមានឲ្យជនសង្ស័យវិលត្រឡប់មកកម្ពុជាវិញដើម្បីចូលខ្លួនទទួលខុសត្រូវចំពោះមុខច្បាប់លោកឯកឧត្តមអភិសន្តិបណ្ឌិតក៏បានកំណត់ឲ្យសានវិទ្យរយៈពេល48ម៉ោងដោយបញ្ជាក់ថាប្រសិនបើជនសង្ស័យមិនព្រមត្រឡប់មកវិញសមត្ថកិច្ចកម្ពុជានឹងស្នើសុំកិច្ចសហការពីនគរបាលជាតិវៀតណាមដើម្បីស្វែងរកនិងចាប់ខ្លួនយកមកអនុវត្តតាមច្បាប់ជាលទ្ធផលបន្ទាប់ពីមានការប្រកាសរបស់ប្រមុខក្រសួងមហាផ្ទៃនៅយប់ថ្ងៃដដែលសមត្ថកិច្ចវៀតណាមបានចាប់ខ្លួនជនសង្ស័យឆេងភិរុនហើយបានរៀបចំធ្វើសំណុំបែបបទបញ្ជូនខ្លួនរូបគេត្រឡប់មកកម្ពុជាវិញបន្ទាប់មកនៅព្រឹកថ្ងៃទី24ខែសីហាឆ្នាំ2026ជនសង្ស័យត្រូវបានប្រគល់មកឲ្យសមត្ថកិច្ចកម្ពុជាដើម្បីបន្តនីតិវិធីករណីហិង្សានេះបានឈានចូលដំណាក់កាលស៊ើបសួររបស់តុលាការហើយខណៈជនត្រូវចោទទាំងពីរត្រូវប្រឈមនឹងការចាប់ប្រកាន់តាមបទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាមួយគ្នានេះដែរការសម្រេចរបស់តំណាងអัยការនៅថ្ងៃទី25ខែសីហាក្នុងការបើកការស៊ើបសួរលើជនត្រូវចោទទាំងពីរគឺជាជំហានបន្តនៃនីតិវិធីតុលាការដើម្បីស៊ើបអង្កេតនិងបញ្ជាក់អំពីអង្គហេតុព្រមទាំងការទទួលខុសត្រូវរបស់ជនពាក់ព័ន្ធទៅតាមផ្លូវច្បាប់